បាទសូមជម្រាបសួរដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ជាទីគោរពបងប្អូនសិស្សនិស្សិតទាំងអស់ជាទីស្រឡាញ់ហើយជាពិសេសគឺបងប្អូនដែលបានជួយ Subscribe Channel របស់ខ្ញុំជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានវីដេអូពិសេសថ្មីមួយទៀតដើម្បីចែករំលែកជូនបងប្អូនដែលបានតាមដាននៅ Channel របស់ខ្ញុំបាទដែលនិយាយអំពីទីផ្សារហើយនិងអាជីវកម្មនេះបាទថ្ងៃនេះដែរគឺខ្ញុំមានប្រធានបទថ្មីមួយដែលចង់បកស្រាយបង្ហាញដល់បងប្អូនបាទជាពិសេសគឺសម្រាប់បងប្អូនដែលចង់បង្កើតជាសារនៃការផ្សាយពាណិជ្ជកម្មឬក៏ចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឲ្យតាក់ទាញទៅដល់អតិថិជនរបស់បងប្អូនឲ្យចាប់អារម្មណ៍នៅផលិតផលរបស់បងប្អូនក៏ដូចជាដើម្បីជំរុញឲ្យផលិតផលរបស់បងប្អូនមានការឆាប់បានទទួលស្គាល់អំពីអតិថិជននៅលើទីផ្សាររបស់យើងអញ្ចឹងខ្លឹមសារសំខាន់សម្រាប់វីដេអូនេះគឺខ្ញុំសូមលើកយកនៅចំណុចដែលបងប្អូនត្រូវពិចារណាដើម្បីរៀបចំនៅការផ្សព្វផ្សាយពាណិជ្ជកម្មទៅឲ្យផលិតផលរបស់បងប្អូនឲ្យបានត្រឹមត្រូវមានប្រសិទ្ធភាពនិងមានភាពតាក់ទាញបាទអញ្ចឹងជារួមគឺនៅក្នុងវីដេអូនេះគឺបងប្អូននឹងបានយល់អំពី5ចំណុចបាទដែលយើងអាចហៅថាជាយុទ្ធសាស្ត្រ 5M បាទ 5M នៅក្នុងការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មមួយឲ្យបានត្រឹមត្រូវមានភាពតាក់ទាញបាទនឹងធ្វើឲ្យអតិថិជនឆាប់ងាយយល់អំពីសារនៃការផ្សព្វផ្សាយរបស់យើងបាទពីផលិតផលរបស់យើងបាទទាំង5នេះគឺយើងមានទី1គឺ mission បាទយើងហៅថាបេសកកម្មឬក៏អាចនៅក្នុងន័យមួយទៀតគឺចង់និយាយអំពីគោលបំណងបាទគោលបំណងនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងថាតើយើងចង់ផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផលរបស់យើងគឺយើងចង់ផ្សាយក្នុងគោលបំណងអ្វីបាទក្នុងគោលបំណងអីខ្ញុំនឹងធ្វើការបកស្រាយជូនបងប្អូននៅបន្ទាប់ពីនេះទៅបាទទី2គឺតកតងជាមួយនឹងថវិកាគឺ money បាទទី2គឺ money នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់បងប្អូនក៏ត្រូវតែដឹងអំពីថវិកាដើម្បីចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរដើម្បីឲ្យការផ្សព្វផ្សាយយើងមានប្រសិទ្ធភាពតើតែយើងមានថវិកាគ្រប់គ្រាន់ដើម្បីចំណាយលើមធ្យោបាយណាដែលវាមានប្រសិទ្ធភាពនាំយកនៅសាររបស់យើងទៅដល់ទស្សនិកជនគោលដៅដែលយើងចង់បានទី3គឺ message បាទទី3នេះហើយគឺជាចំណុចសំខាន់ដែលបងប្អូនម្ចាស់អាជីវកម្មទាំងអស់ដើម្បីស្វែងយល់ដែលជាចំណុចសំខាន់ហើយដែលបងប្អូនធ្លាប់បានលើជ្រួតជ្រាបបាទគឺតកតងទៅនឹងការរៀបចំសារដែលភាគច្រើនបងប្អូនឃើញនៅតាមអនឡាញដែលកំពុងតែផ្ទុះក៏ក្រៅនោះគឺការរៀបចំឬក៏ការបង្កើតនៅមាតិកាអញ្ចឹងបងប្អូនយល់អំពីទី3នៃការរៀបចំសារនេះគឺបងប្អូនអាចរៀបចំនៅការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលរបស់បងប្អូនមួយបានយ៉ាងល្អប្រសើរហើយបងប្អូនសិស្សនិស្សិតយើងចង់បង្កើតបាទមានគំនិតចង់បង្កើតនៅមាតិកាអ្វីមួយក៏បងប្អូនសិស្សនិស្សិតយើងអាចយកកន្លឹះនៅក្នុងការរៀបចំសារនេះដើម្បីទៅរៀបចំនៅមាតិកាបង្កើតមាតិកាសម្រាប់បងប្អូនបានដែរដើម្បីធ្វើមាតិកាដើម្បីឲ្យអតិថិជនឬក៏ទស្សនិកជនងាកមកចាប់អារម្មណ៍ទៅលើមាតិការបស់បងប្អូនដែរបាទជើងសារទី3បាទទីចំណុចទី3ដែលជានិយាយដែលយើងនិយាយពីសារនេះគឺសំខាន់បាទហើយទី4គឺតាក់ទងជាមួយនឹង media នេះគឺប្រព័ន្ធផ្សព្វផ្សាយនៅពេលដែលបងប្អូនរៀបចំសារបានល្អប្រសើរហើយបងប្អូនត្រូវ
ចេះជ្រើសរើសនៅមធ្យោបាយដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់បងប្អូនដែលមធ្យោបាយនៃការផ្សព្វផ្សាយនេះគឺវាជាផ្លូវមួយបាទឬក៏ជាមធ្យោបាយឬក៏យើងហៅថាជាយានមួយដើម្បីបញ្ជូននៅខ្លឹមសារឬក៏អត្ថន័យអត្ថប្រយោជន៍នៃផលិតផលរបស់យើងទៅដល់ទស្សនិកជនគោលដៅដែលយើងចង់ឲ្យគាត់បានឃើញបានដឹងបានឮបានយល់អំពីផលិតផលរបស់យើងអញ្ចឹងបងប្អូនត្រូវតែចេះរៀបចំជ្រើសរើសនៅមធ្យោបាយនៃការផ្សព្វផ្សាយណាជាពិសេសគឺជ្រើសរើសនៅពេលវេលាណាឲ្យបានល្អត្រឹមត្រូវដែលជាពេលវេលាដែលអតិថិជនទស្សនិកជនឬក៏ប្រជាពលរដ្ឋភាគច្រើនគាត់អាចមើលឃើញនៅការផ្សព្វផ្សាយរបស់យើងបានបាទដូចគ្នានឹងការរៀបចំមាតិកាដែលបងប្អូនផលិតធ្វើវាឲ្យបង្ហោះចេញទៅតើយើងគួរតែជ្រើសរើសពេលវេលាណាម៉ោងណាដើម្បីឲ្យaudience របស់យើងហ្នឹងបានឃើញបានឃើញបាទចំណុចទី5គឺតាក់ទងជាមួយនឹង measurement ការវាស់វែងអំពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងថាតើយើងបានរៀបចំរួចរាល់ហើយយើងធ្វើការផ្សព្វផ្សាយហើយជ្រើសរើសមធ្យោបាយផ្សព្វផ្សាយហើយយើងធ្វើការវាស់វែងថាតើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងនេះមានប្រសិទ្ធភាពកម្រិតណាអតិថិជនបានទទួលបានជ្រាបបានដឹងហើយបានយល់ហើយជាពិសេសគឺឆ្លើយតបដោយការស្វែងរកទិញនៅផលិតផលរបស់យើងយកមកប្រើប្រាស់អញ្ចឹងការវាស់វែងគឺយើងអាចធ្វើការវាស់វែងដើម្បីឲ្យដឹងថាក្រោយពីការផ្សព្វផ្សាយហើយការលក់របស់យើងមានការកើនឡើងឬក៏ brand របស់យើងមានការទទួលស្គាល់មានការជល់អំពី audience របស់យើងកម្រិតណាដែរបាទនេះគឺជាសមាសនៃទាំង5ដែលបងប្អូនចាស់អាជីវកម្មក៏ដូចជាសិស្សនិស្សិតទាំងអស់ត្រូវស្វែងយល់បាទលម្អិតនៅក្នុងចំណុចដែលខ្ញុំនឹងធ្វើការបកស្រាយជូនបងប្អូនបន្តិចទៀតនេះដែរបាទអញ្ចឹងគឺយើងមាន M5 នេះហើយខ្ញុំនឹងបកស្រាយជូនបងប្អូនបាទបាទចឹងទេគឺខ្ញុំសូមបង្ហាញបងប្អូនចាស់អាជីវកម្មទាំងអស់អំពីការបង្កើតនៅការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ 5M នេះដែល M ទី1គឺ mission ដែលយើងហៅថាបេសកកម្មឬក៏គោលបំណងដែលនៅក្នុងនេះគឺយើងត្រូវកំណត់ថាគោលបំណងនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងណាតើយើងអាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីអ្វីអញ្ចឹងយើងអាចសួរថាយើងអាចសួរថាតើយើងធ្វើការផ្សព្វផ្សាយដើម្បីអ្វីជាឧទាហរណ៍យើងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មគឺដើម្បីទី1នោះគោលបំណងឬក៏ពាណិជ្ជកម្មរបស់យើងហ្នឹងគឺចង់បង្កើនការយល់ដឹងអំពីម៉ាកសញ្ញាឬក៏ចង់ឲ្យ brand របស់យើងដែលយើងនឹងធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនឲ្យយល់ឲ្យស្គាល់អំពី brand ថ្មីរបស់យើងនៅលើទីផ្សារបាទគោលបំណងមួយទៀតគឺយើងធ្វើការផ្សព្វផ្សាយដើម្បីបញ្ចុះបញ្ចូលអតិថិជនឲ្យទិញផលិតផលរបស់យើងបាទហើយនឹងគោលបំណងមួយទៀតគឺដើម្បីរំលឹកអតិថិជនអំពី brand របស់យើងនៅពេលដែលពួកគេចង់ទិញផលិតផលរបស់យើងក្រោយទៀតហើយមួយទៀតក៏ដើម្បីបង្កើនការលក់របស់យើងឲ្យបានច្រើនដែរបាទជាឧទាហរណ៍ជាក់ស្ដែងគឺថាក្រុមហ៊ុនចង់បង្ហាញពីផលិតផលថ្មីក្នុងគោលបំណងអាចជាការធ្វើឲ្យមនុស្សស្គាល់ពីម៉ាកសញ្ញាផលិតផលរបស់ខ្លួនបាទនេះគឺជាគោលបំណងហើយទី2តាក់ទងទៅនឹងថវិកា money បាទmoney នេះគឺយើងត្រូវធ្វើការកំណត់ថវិកាសម្រាប់ប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយព្រោះវាក៏ជារឿងសំខាន់ដែរដែលយើងចង់ឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផលរបស់យើងឲ្យបានទូលំទូលាយអតិថិជនឆាប់បានឃើញបានស្គាល់គឺយើងត្រូវការប្រើប្រាស់នៅថវិកានេះអញ្ចឹងក្រុមហ៊ុនមួយចំនួនអាចត្រូវសម្រេចចិត្តថាតើ
ត្រូវចំណាយថវិកាប៉ុន្មានសម្រាប់ការផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនឲ្យឆាប់មានការទទួលស្គាល់នៅលើទីផ្សារវិធីសាស្ត្រនៃការកំណត់ថវិកាមួយចំនួនអាចយើងធ្វើទៅបានគឺទី1គឺយើងអាចកំណត់ថវិកាតាមរយៈភាគរយបាទយើងគិតជាភាគរយពីការដែលយើងលក់បានក្នុងពេលវេលាណាមួយឬក៏អាចក្នុងមួយឆ្នាំយើងលក់បានប៉ុន្មានយើងគិតចំណាយប្រមាណភាគរយហ្នឹងទៅដើម្បីចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងបាទព្រោះការលក់ដើម្បីឲ្យយើងលក់បានតោះតែយើងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មហើយត្រឡប់មកវិញការផ្សព្វផ្សាយពាណិជ្ជកម្មក៏ដើម្បីជួយឲ្យយើងលក់បានច្រើននឹងដែរអញ្ចឹងយើងលក់បានចំណូលយើងយកចំណូលហ្នឹងមកចែករំលែកខ្លះដើម្បីចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មបាទហើយទី2គឺថវិកាគឺយើងអាចកំណត់ថវិកាទៅតាមថវិកាដែលក្រុមហ៊ុនអាចចំណាយបានតើយើងអាចចំណាយបានប្រមាណតាមជាក់ស្ដែងបាទក្រុមហ៊ុនតូចអ្នករកស៊ីតូចអាចចំណាយតិចតួចទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មបាទហើយមួយទៀតគឺយើងអាចកំណត់ថវិកាតាមគោលដៅនៃមធ្យោបាយនៃការផ្សព្វផ្សាយពាណិជ្ជកម្មដែរបាទក្នុងនេះដោយខ្ញុំបានបញ្ជាក់មិញគឺថាក្រុមហ៊ុនតូចចំណាយតិចទៅតាមមធ្យោបាយអញ្ចឹងនៅក្នុងការធ្វើអាជីវកម្មមួយចំនួនយើងជាអាជីវកម្មតូចជាងការយើងប្រើប្រាស់ជាกระดาษយើងហៅថាជាខិត្តប័ណ្ណយើង copy ឬក៏យើងបោះពុម្ពជាខិត្តប័ណ្ណដើម្បីយើងធ្វើការផ្សព្វផ្សាយឲ្យអតិថិជនបានស្គាល់ពីកន្លែងយើងបានស្គាល់ពី brand របស់យើងជាដើមអញ្ចឹងជាឧទាហរណ៍នៅក្នុងការកំណត់ថវិកាគឺក្រុមហ៊ុនអាចចំណាយបាន 10% បាទជាឧទាហរណ៍យើងអាចថាចំណាយ 10% នៃប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលរបស់ខ្លួនបាទដើម្បីឲ្យអតិថិជនបានយល់បានស្គាល់អំពីផលិតផលរបស់យើងដែរបាទហើយចំណុចទី3គឺសំខាន់មែនតើគឺការរៀបចំសារបាទយើងហៅថា message បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញបងប្អូនរៀងវែងបន្តិចដោយសារតែនេះគឺជាចំណុចសំខាន់ហើយល្អសម្រាប់បងប្អូនសិស្សរបស់យើងដែលយើងកំពុងតែផ្ទុះការចាប់អារម្មណ៍ទាក់ទងទៅនឹងការបង្កើតមាតិកាតាម digital នេះឯងបាទអញ្ចឹងចំណុច message នេះគឺសំខាន់ណាស់សម្រាប់បងប្អូនសិស្សដែលយើងកំពុងតែចង់បង្កើតជាមាតិកានៅក្នុងការផលិតផ្សព្វផ្សាយជូនផលិតផលក៏ដូចជាមាតិកាសម្រាប់ channel page អីរបស់យើងផ្សេងៗបាទអញ្ចឹងសារគឺយើងចង់បញ្ជាក់នៅអ្វីដែលក្រុមហ៊ុនចង់ប្រាប់ឬចង់បញ្ជូនទៅអតិថិជនអំពីអីបាទអញ្ចឹងគឺរឿងសំខាន់ដែលយើងចង់ប្រាប់អតិថិជនយើងពីអត្ថប្រយោជន៍នៃផលិតផលរបស់យើងមុខងារនៃផលិតផលរបស់យើងឬលក្ខណៈពិសេសផ្សេងទៀតនៃផលិតផលឬក៏សេវាកម្មរបស់យើងដែលមានបាទនេះគឺជាចំណុចដើម្បីធ្វើឲ្យតាក់ទាញទៅដល់អតិថិជនរបស់យើងអញ្ចឹងសារគឺជាខ្លឹមសារសំខាន់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយដែលធ្វើឲ្យអតិថិជនយល់និងមានចំណាប់អារម្មណ៍លើផលិតផលនិងចង់ស្វែងរកទិញបន្ទាប់ពីពួកគេបានទស្សនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងរួចបាទអញ្ចឹងនៅក្នុងការរៀបចំសារដែលយើងរៀបចំបានល្អមានលក្ខណៈល្អត្រឹមត្រូវគឺត្រូវតែទី1សាររបស់យើងត្រូវតែច្បាស់លាស់និងងាយយល់បាទអញ្ចឹងកំហុសនៃការផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនគឺយើងនិយាយឬក៏យើងប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ហើយពិបាកនឹងធ្វើឲ្យអតិថិជនងាយយល់បាទនេះគឺជារឿងមួយដែលសំខាន់ការដែលគាត់មិនចង់មើលរបស់យើងជារឿងមួយហើយនៅពេលដែលយើងធ្វើមិនឲ្យគាត់យល់ទៅទៀតគឺកាន់តែបរាជ័យគឺអាចថាគាត់ខ្ជិលលែងមើលតែម្ដងតែបើសិនជាយើងធ្វើបានច្បាស់លាស់មានភាពងាយយល់សាមញ្ញធ្វើឲ្យគាត់ឆាប់យល់គាត់មើលបន្តិចតួចគឺគាត់អាចយល់បានទី2សារត្រូវតែធ្វើម៉េចដើម្បីឲ្យវាមានភាពតាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់ធ្វើឲ្យគាត់ចូលចិត្តធ្វើឲ្យគាត់សប្បាយរីករាយជាដើមបាទទី3ក៏យើងអាចបង្ហាញពីអត្ថប្រយោជន៍នៃផលិតផលរបស់យើងដោយដែលខ្ញុំបានលើកអញ្ចឹងបាទអត្ថប្រយោជន៍មុខងារឬក៏លក្ខណៈពិសេសនៃផលិតផលរបស់យើងហើយមួយទៀតក៏យើងអាចរៀបចំសារធ្វើយ៉ាងណាបង្ហាញឲ្យឃើញពីភាពខុសគ្នាបាទពីភាពខុសគ្នា
របស់ផលិតផលរបស់យើងធៀបជាមួយនឹងគូប្រកួតប្រជែងបាទក៏ប៉ុន្តែកន្លែងនេះខ្ញុំសូមបញ្ជាក់តិចនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មគឺគេហាមមិនឲ្យយើងធ្វើការផ្សព្វផ្សាយបង្ហាញភាពខុសគ្នានេះដោយបង្ហាញពីម៉ាកសញ្ញានៃផលិតផលរបស់គូប្រកួតប្រជែងយើងទេបាទអញ្ចឹងយើងបង្ហាញតែពីអ្វីដែលយើងមានទៅបាទជាការត្រឹមត្រូវនិងមានក្រមសីលធម៌នៅក្នុងការធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងយុទ្ធសាស្ត្រ marketing របស់យើងគឺហាមមិនឲ្យយើងបញ្ចេញ brand ណាមួយច្បាស់លាស់នៅក្នុងការវិភាគគេទេបាទអញ្ចឹងខាងក្រោមនេះជាឧទាហរណ៍មួយចំនួនដែលអាចជាការរៀបចំសារសម្រាប់ផលិតផលផ្សេងៗគ្នាដែលយើងអាចស្វែងយល់បាទអញ្ចឹងទី1នេះគឺខ្ញុំសូមលើកអំពីភេសជ្ជៈបាទបើសិនជាបងប្អូនដែលជាម្ចាស់ brand ភេសជ្ជៈបងប្អូនអាចធ្វើការរៀបចំសារបាទតាមបែបនៃឧទាហរណ៍ខាងក្រោមនេះដែរបាទអញ្ចឹងសារដែលយើងគួរតែសរសេរតាក់ទងទៅនឹងភេសជ្ជៈទី1គឺភេសជ្ជៈដែលផ្ដល់នៅថាមពលភ្លាមសម្រាប់សកម្មភាពពេញមួយថ្ងៃនេះគឺអាចជាសារមួយដែលយើងអាចយកទៅប្រើប្រាស់និងពិចារណាការធ្វើវាមួយទៀតនៅក្នុងន័យនេះដែរគឺយើងចង់បង្ហាញទៅទៀតនៅក្នុងសាររបស់យើងគឺភេសជ្ជៈរបស់យើងគឺត្រជាក់ស្រស់ស្រាយនិងបំបត្តិភាពនឿយហត់មិនថាពេលកំពុងបំពេញការងារហាត់ប្រាណនិងលេងកីឡាអញ្ចឹងនេះគឺជាឧទាហរណ៍ដែលក្នុងគោលបំណងនៃសារនេះគឺយើងចង់បង្ហាញថាភេសជ្ជៈនេះជួយឲ្យមានថាមពលនិងមានអារម្មណ៍ស្រស់ស្រាយបាទនេះគឺជាឧទាហរណ៍នៅក្នុងការសរសេរសារអំពីផលិតផលភេសជ្ជៈដែលយើងចង់ធ្វើការផ្សព្វផ្សាយហើយយើងក៏មាននីតិវិធីតិចនិចច្រើនថែមទៀតដែរណាបាទអញ្ចឹងក្នុងនេះខ្ញុំគ្រាន់តែជាការលើកឧទាហរណ៍នៅសារខ្លីៗដើម្បីឲ្យបងប្អូនស្វែងយល់បាទទី2គឺតាក់ទងជាមួយនឹងផលិតផលថែរក្សាស្បែកអញ្ចឹងនៅក្នុងការផ្សព្វផ្សាយអំពីផលិតផលថែរក្សាស្បែកសារដែលយើងគួរប្រើយើងប្រើបែបម៉េចខ្លះបាទអញ្ចឹងទី1បាទជាផលិតផលដែលជួយឲ្យស្បែកភ្លឺថ្លានិងមានសុខភាពល្អបាទមួយទៀតគឺការពារស្បែកពីពន្លឺថ្ងៃនិងធ្វើឲ្យស្បែកទន់រលោងបាទអញ្ចឹងនេះគឺយើងចង់បង្ហាញថាអត្ថប្រយោជន៍សម្រាប់សម្រស់និងការពារស្បែកបាទវាពាក់ព័ន្ធជាមួយនឹងផលិតផលថែរក្សាស្បែកឧទាហរណ៍មួយទៀតគឺតាក់ទងទៅនឹងផលិតផលជាអាហារដែលសារត្រូវតែបង្ហាញគួរតែបង្ហាញពីភាពឆ្ងាញ់ស្អាតនិងមានអនាម័យព្រមទាំងមានរសជាតិដ៏ពិសេសពិសាលដែលគ្រួសារទាំងអស់ស្រឡាញ់ចូលចិត្តបាទនេះគឺយើងចង់បង្ហាញពីទំនិញជាអាហារដែលយើងចង់បង្ហាញឲ្យអតិថិជនមានទំនុកចិត្តទៅលើគុណភាពហើយនឹងរសជាតិបាទមួយទៀតតាក់ទងជាមួយនឹងសម្លៀកបំពាក់បើបងប្អូនចង់ផ្សព្វផ្សាយពីសម្លៀកបំពាក់គឺយើងអាចបង្ហាញពីម៉ូដដែលទាន់សម័យពេញនិយមសម្រាប់យុវវ័យសម័យថ្មីបាទយើងអាចបង្ហាញអំពីសាច់ក្រណាត់ដែលមានសាច់ក្រណាត់ទន់ត្រជាក់ងាយស្រួលពាក់ស្អាតនិងមានស្ទីលបែបស៊ីវិល័យអញ្ចឹងនេះគឺយើងចង់បង្ហាញពីភាពតាក់ទាញដែលអ្នកដែលចូលចិត្តម៉ូដហើយនឹងភាពទាន់សម័យបាទអញ្ចឹងយើងមានរបៀបរបបទៅតាមប្រភេទនៃផលិតផលរបស់យើងនៅក្នុងការរៀបចំសារដែលឡែកមួយទៀតបើសិនជាយើងចង់ធ្វើការផ្សព្វផ្សាយអំពីផលិតផលជាបច្ចេកវិទ្យាអញ្ចឹងយើងគួរតែផ្ដល់នៅសារមួយចំនួនបើសិនជាយើងចង់បង្ហាញអំពីបច្ចេកវិទ្យាអ៊ីនធឺណិតគឺយើងអាចប្រើប្រាស់សារឬក៏ពាក្យពេចន៍ថាលឿនលឿនប្រើប្រាស់ងាយស្រួលបាទបច្ចេកវិទ្យាថ្មីចុងក្រោយនិងសម្រាប់ជីវិតឆ្លាតវៃអញ្ចឹងយើងចង់បង្ហាញពីអីបាទនៅក្នុងសារនេះគឺយើងចង់បង្ហាញពីសមត្ថភាពនិងបច្ចេកវិទ្យាទំនើបចុងក្រោយបាទហើយមួយទៀតគឺយើងអាចជាឧទាហរណ៍មួយទៀតគឺពាក់ព័ន្ធជាមួយនឹងកាហ្វេបាទកាហ្វេនេះគឺបងប្អូនពេញនិយមមែនតើយើងអាចរៀបចំសារនៅការផ្សព្វផ្សាយពីកាហ្វេរបស់យើងគឺយើងអាចបង្ហាញថាកាហ្វេស្រស់ពីធម្មជាតិឆ្ងាញ់រាល់គ្រប់ពេលព្រឹករបស់អ្នកនេះគឺជាសារខ្លះៗដែរបាទមួយទៀតគឺចាប់ផ្ដើមថ្ងៃថ្មីជាមួយក្លិនកាហ្វេដ៏ឈ្ងុយឆ្ងាញ់អាចយើងប្រើប្រាស់នៅសារបែបនេះបាទមួយទៀតកាហ្វេគុណភាពល្អសម្រាប់អ្នកស្រឡាញ់ចូលចិត្តកាហ្វេមិនអាចខ្វះបានហើយនឹងអាចផ្ដល់ថាមពលនិងការផ្ដោតអារម្មណ៍សម្រាប់ថ្ងៃធ្វើការអូខេអញ្ចឹងទាំងអស់នេះគឺជា
កន្លឹះនៃសារមួយចំនួនដែលយើងអាចយកទៅប្រើប្រាស់បាទហើយចឹងនៅក្នុងខ្លឹមសារនៃសារនេះគឺយើងចង់ឲ្យអតិថិជនមានអារម្មណ៍ថាកាហ្វេជួយឲ្យយើងស្រស់ស្រាយនិងមានថាមពលនៅក្នុងការបំពេញការងារពេញមួយថ្ងៃរបស់យើងបាទមួយទៀតយើងអាចលើកជាឧទាហរណ៍នៃការរៀបចំសារក្នុងការផ្សព្វផ្សាយជាផលិតផលសាប៊ូចឹងសារយើងគួរតែបង្ហាញពីបាទស្បែកសភ្លឺរលោងបាទដោយការប្រើសាប៊ូរបស់យើងសុវត្ថិភាពនិងកម្ចាត់បាក់តេរីលើស្បែកព្រមទាំងមានក្លិនក្រអូបជាប់បានយូរបាទនេះគឺជាសារមួយចំនួនដែលយើងត្រូវធ្វើការរៀបចំបាទដូច្នេះនៅក្នុងការរៀបចំសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយឲ្យបានត្រឹមត្រូវនិងមានភាពទាក់ទាញទៅដល់អតិថិជនសារនិងអត្ថន័យរបស់យើងគឺគួរតែត្រូវរៀបចំទី1គឺត្រូវតែបញ្ជាក់អំពីអត្ថប្រយោជន៍ផលិតផលរបស់បងប្អូនអញ្ចឹងទី1គឺបញ្ជាក់អំពីអត្ថប្រយោជន៍ដែលផលិតផលនោះមានបាទអញ្ចឹងអាចត្រូវសរសេរសារដើម្បីបង្ហាញថាតើផលិតផលមួយជួយអតិថិជនយ៉ាងដូចម្ដេចអាហ្នឹងដែលយើងបង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលមួយដែលជួយទៅដល់អតិថិជនយើងហ្នឹងហើយដែលជាអត្ថប្រយោជន៍របស់ផលិតផលដែលមានអញ្ចឹងនៅក្នុងនេះខ្ញុំលើកជាឧទាហរណ៍កាហ្វេបាទកាហ្វេគឺមានគុណភាពល្អជួយឲ្យអ្នកមានថាមពលនិងមានការផ្ដោតអារម្មណ៍ល្អក្នុងការងារបាទនេះយើងចង់បង្ហាញថាអត្ថប្រយោជន៍នៃកាហ្វេវាជួយឲ្យយើងមានថាមពលមានអារម្មណ៍ល្អនៅក្នុងការបំពេញការងារបាទឬក៏អាចថាធ្វើឲ្យយើងបាត់ stress បាទបាត់មួម៉ៅធ្វើឲ្យយើងមានអារម្មណ៍ល្អនៅក្នុងការបំពេញការងារពេញមួយថ្ងៃរបស់យើងបាទអញ្ចឹងដូចជាការផ្សព្វផ្សាយអំពីភេសជ្ជៈបើកម្លាំងអីមួយចំនួនគឺក៏គេប្រើប្រាស់នៅពាក្យពេចន៍ទាំងអស់នេះដែរបាទមួយទៀតសាររបស់យើងគឺត្រូវធ្វើម៉េចប្រើពាក្យឲ្យខ្លីងាយយល់បាទយើងហៅថា simple word and clear words អញ្ចឹងសារដែលល្អគឺត្រូវតែខ្លីច្បាស់និងងាយយល់ងាយចាំបាទខ្លីងាយយល់ងាយចាំកាលណាយើងប្រើប្រាស់ពាក្យពេចន៍វែងឡាយច្រើនពេកអាចធ្វើឲ្យអតិថិជនពិបាកយល់បាទពិបាកចាំអញ្ចឹងនៅក្នុងនេះខ្ញុំលើកជាសារមួយដែលយើងហៅថាជាសារមួយដែលរឿងវែងបាទឧទាហរណ៍ថាផលិតផលនេះមានគុណភាពខ្ពស់និងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់អញ្ចឹងយើងនិយាយនេះយើងវែងអញ្ចឹងសារដែលល្អជាងនេះគឺយើងគួរតែប្រើពាក្យពេចន៍ថាគុណភាពល្អប្រើហើយមានទំនុកចិត្តអញ្ចឹងយើងបង្រួមពីអ្វីដែលខ្ញុំបានលើកមកនេះដែលថាផលិតផលនេះមានគុណភាពខ្ពស់និងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់អញ្ចឹងយើងបង្រួមពីនឹងមកវិញគឺយើងប្រើពាក្យខ្លីគឺគុណភាពល្អប្រើហើយមានទំនុកចិត្តបាទហ្នឹងគឺជាចំណុចទី2ដែលយើងនិយាយអំពីការប្រើប្រាស់ពាក្យឲ្យខ្លីហើយងាយយល់បាទសារនៃការផ្សព្វផ្សាយរបស់យើងមួយទៀតគឺសាររបស់យើងត្រូវតែធ្វើម៉េចបង្កើតនៅអារម្មណ៍តាក់ទាញបាទបង្កើតនៅអារម្មណ៍តាក់ទាញដល់អ្នកមើលរបស់យើងអញ្ចឹងការដែលបង្កើតនៅភាពតាក់ទាញគឺយើងអាចបង្កើតភាពតាក់ទាញតាមបែបរំភើបបាទរំភើបចិត្តតាមបែបរន្ធត់ចិត្តបាទឬក៏តាមបែបសគុតសគុំអន្លង់អន្លោចបាទឬក៏បែប relax សប្បាយរីករាយស្រស់ស្រាយណាឬក៏បង្ហាញអំពីទំនុកចិត្តភាពជឿជាក់អីជាដើមនេះគឺជាគេហៅថាជាផ្ទៃរឿងជាទស្សនវិជ្ជារឿងមួយដែលយើងធ្វើវាដើម្បីឲ្យអតិថិជនគាត់មើលទៅគាត់មានភាពចាប់អារម្មណ៍នៅក្នុងសាច់រឿងរបស់យើងបាទអញ្ចឹងនៅក្នុងនេះយើងគួរតែប្រើប្រាស់នៅឬក៏យើងបង្កើតនៅទស្សនវិជ្ជាផ្ទៃរឿងបែបណាដើម្បីឲ្យទស្សនិកជនមានការចាប់អារម្មណ៍ទៅលើផលិតផលរបស់យើងឧទាហរណ៍ដូចជានៅក្នុងនេះគឺយើងនិយាយអំពីតែទឹកដោះគោបាទតែទឹកដោះគោដែលជាតែជាប្រភេទតែទឹកដោះគោនេះគឺជាភេសជ្ជៈតើយើងគួរតែផ្សព្វផ្សាយថតការផ្សព្វផ្សាយរបស់យើងនឹងនៅកន្លែងណាបាទយើងបង្កើតជាផ្ទៃរឿងបែបណាបាទឧទាហរណ៍ថាពេលមេឃក្តៅបាទមេឃក្តៅហែងហើយមានតែទឹកដោះគោនេះញ៉ាំមួយកែវធ្វើឲ្យយើងអាចថាមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តសប្បាយរីករាយអីភ្លាមណាបាទទន្ទឹមនឹងអាកាសធាតុក្តៅបែបនេះអាណាគឺធ្វើឲ្យយើងមានអារម្មណ៍ថាពេលដែលក្តៅយើងបានតែទឹកដោះគោមួយកែវនេះគឺធ្វើឲ្យយើងស្រស់ស្រាយមានកម្លាំង
បាទនេះគឺជាអ្វីដែលយើងអាចបង្ហាញពីភាពតាក់ទាញបាទបើសិនជាយើងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាយើងអាចបង្ហាញជាលក្ខណៈ robot ណាថតនៅលើអវកាសថតនៅលើអីផ្សេងបាទបង្កើតជាទស្សនវិជ្ជាបែបនេះដើម្បីយើងធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍បាទទី4គឺសំខាន់មែនទែនគឺនៅក្នុងការបង្កើតក្នុងការធ្វើសារនេះធ្វើម៉េចយើងត្រូវសរសេរសារពាក្យពេចន៍ជារបស់បែបណាដើម្បីឲ្យអ្នកមើលឃើញពីភាពខុសប្លែករបស់យើងទៅនឹងគូប្រកួតប្រជែងបាទអញ្ចឹងយើងគួរតែសរសេរសារធ្វើម៉េចដើម្បីឲ្យអតិថិជនគាត់មើលឃើញនៅចំណុចខុសប្លែកពីគេហើយមែនតើគឺមានតែយើងឯងជាម្ចាស់ផលិតផលទើបយើងដឹងថាតើផលិតផលរបស់យើងនេះវាមានលក្ខណៈពិសេសខុសប្លែកពីគូប្រកួតប្រជែងរបស់យើងថងណាអញ្ចឹងយើងត្រូវតែបង្កើតខ្លឹមសារបង្កើតទស្សនវិជ្ជាបាទរៀបចំបែបណាដើម្បីឲ្យអតិថិជនមើលឃើញពីភាពខុសប្លែករបស់យើងបាទនេះគឺជារឿងសំខាន់កុំឲ្យអតិថិជនមានការយល់ច្រឡំឬក៏គាត់មើលទៅគាត់ឃើញថាអូដូចគ្មានអីខុសប្លែកពីគេផងដូចតែគេដែរបាទនេះគឺជារឿងមួយដែលយើងមិនអាចតាក់ទាញនៅចំណាប់អារម្មណ៍ទស្សនិកជនរបស់យើងដើម្បីឲ្យមករកទិញផលិតផលរបស់យើងបានទេបាទទី5គឺការប្រើពាក្យដែលធ្វើឲ្យគេចង់សាកល្បងឬធ្វើឲ្យគេចាប់អារម្មណ៍បាទអញ្ចឹងបានយើងឃើញមានជា slogan ចុងក្រោយបាទ slogan ដែលគេប្រើតែបន្ថែមពាក្យដែលធ្វើឲ្យអតិថិជនចង់សាកចង់ទិញហ្នឹងដូចជាពាក្យមួយចំនួនទី1សាកល្បងថ្ងៃនេះទទួលបានបទពិសោធន៍ថ្មីឬក៏កុំខកខានរក្សាកុំខកខានរសជាតិដ៏ពិសេសនេះបាទនេះគឺជាពាក្យដែលអាចជំរុញឲ្យអតិថិជនចង់មករកទិញចង់សាកមើលបាទហើយយើងអាចមានជា slogan ដើម្បីបង្ហាញដើម្បីបញ្ជាក់នៅអត្ថន័យនៃផលិតផលរបស់យើងបាទអញ្ចឹងទេសារគឺការរៀបចំសារនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់បង្ហាញអំពីអត្ថប្រយោជន៍នៃផលិតផលរបស់យើងបង្ហាញពីគុណភាពនៃផលិតផលរបស់យើងហើយជាពិសេសគឺបង្ហាញពីភាពខុសគ្នារវាងផលិតផលរបស់យើងជាមួយនឹងផលិតផលរបស់គូប្រកួតប្រជែងបាទប៉ុន្តែដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងគឺថាយើងមិនបង្ហាញ brand គេមកធ្វើការប្រៀបធៀបនៅក្នុងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងនេះទេបាទអញ្ចឹងវាខុសក្រមសីលធម៌និងមួយទៀតគឺដើម្បីបញ្ចុះបញ្ចូលអតិថិជនឲ្យចាប់អារម្មណ៍ហើយសម្រេចចិត្តទិញផលិតផលរបស់យើងបាទអញ្ចឹងកន្លែងនេះជាការពិតណាស់នៅពេលដែលយើងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យផលិតផលរបស់យើងមួយគឺជាការបញ្ចុះបញ្ចូលដើម្បីឲ្យអតិថិជនចង់ទិញអញ្ចឹងនៅពេលដែលផលិតផលរបស់យើងសំទោសការផ្សព្វផ្សាយពាណិជ្ជកម្មពីផលិតផលរបស់យើងមានភាពតាក់ទាញចំណាប់អារម្មណ៍អតិថិជនគឺធ្វើឲ្យអតិថិជនអាចនឹងចង់ស្វែងរកទិញឬក៏ប្រើប្រាស់ផលិតផលរបស់យើងនឹងដែរបាទមកដល់ត្រឹមនេះទី3នេះយើងរៀបចំសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មមានភាពល្អតាក់ទាញចំណាប់អារម្មណ៍បង្កើតទស្សនវិជ្ជាផ្ទៃរឿងរបស់យើងបានល្អហើយនិយាយជារួមគឺយើងបង្កើតបានជាវីដេអូនៃការផ្សព្វផ្សាយពាណិជ្ជកម្មមួយបានល្អហើយគឺយើងត្រូវធ្វើការសម្រេចចិត្តទៅលើការប្រើប្រាស់មធ្យោបាយនៃការផ្សព្វផ្សាយណាដើម្បីនាំសារឬក៏នាំយកនៅវីដេអូដែលយើងខំបង្កើតមកនេះផ្សាយបង្ហាញអំពីផលិតផលយើងនេះទៅឲ្យទស្សនិកជនគោលដៅរបស់យើងបានឃើញបាទហើយផ្សាយពេលណាដើម្បីឲ្យគេឃើញច្រើនអញ្ចឹងមធ្យោបាយនៃការផ្សព្វផ្សាយគឺសូមបញ្ជាក់បងប្អូនថាជាវិធីឬជាមធ្យោបាយដែលយើងត្រូវប្រើដើម្បីបញ្ជូនសារដែលបានរៀបចំរួចហើយមកនេះឲ្យទៅដល់អតិថិជនឬក៏នៅក្នុងយុទ្ធសាស្ត្រ marketing គេហៅថានៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺគេហៅថាទស្សនិកជនគោលដៅបាទអញ្ចឹងបងប្អូនដឹងជ្រាបច្បាស់ហើយថាមធ្យោបាយនៃការផ្សព្វផ្សាយពាណិជ្ជកម្មយើងមានច្រើនបាទគឺមានវិទ្យុមានទូរទស្សន៍មានទស្សនាប័ទ្មមានតាម billboard តាមការផ្សព្វផ្សាយតាមកង់3តាមឡានក្រុងបាទតាមខិត្តប័ណ្ណតាម banner អីនេះច្រើនក៏ប៉ុន្តែនៅក្នុងនេះខ្ញុំសូមបញ្ជាក់ដែរអ្វីដែលយើងនិយាយអំពីការរៀបចំសារហើយបង្កើតជាវីដេអូនៃការផ្សព្វផ្សាយនេះគឺបងប្អូនអាចដឹងថាបើយើងបង្កើតជាវីដេអូគឺយើងប្រកាសជាផ្សាយតាមរយៈទូរទស្សន៍ពីព្រោះអីគឺយើងធ្វើឲ្យវាមានចលនាមានរូបភាពបាទប៉ុន្តែ
មួយទៀតក៏យើងអាចផ្សាយទៅតាម social media ដែលអាចបង្ហាញពីចលនាបង្ហាញជារូបភាពនេះបានដូចគ្នាហើយបើសិនជាផលិតផលរបស់យើងដែលមានគោលដៅទៅរកយុវវ័យគឺមធ្យោបាយនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងគឺយើងប្រើប្រាស់មធ្យោបាយ TikTok និង Facebook ឬក៏អាចជា Instagram វាជួយនាំយកនៅសារនៃការផ្សព្វផ្សាយរបស់យើងនេះទៅដល់ទស្សនិកជនគោលដៅឬក៏អតិថិជនគោលដៅរបស់យើងបានឆាប់រហ័សជាងបាទអញ្ចឹងវាអាស្រ័យទៅលើប្រភេទនៃផលិតផលរបស់យើងដែរបើសិនជាយើងនិយាយអំពីមធ្យោបាយនៃការផ្សព្វផ្សាយពាណិជ្ជកម្មណាដែលមានប្រសិទ្ធភាពបំផុតនោះក៏យើងអាចនឹងពិបាកឆ្លើយដែរថាមធ្យោបាយណាដែលវាមានប្រសិទ្ធភាពក៏ប៉ុន្តែបងប្អូនសិស្សទាំងអស់ត្រូវយល់អំពីថាតើផលិតផលដែលយើងចង់ផ្សាយជាផលិតផលអីយើងជ្រើសរើសមធ្យោបាយនៃការផ្សព្វផ្សាយនោះទៅតាមប្រភេទនៃផលិតផលរបស់យើងបាទផលិតផលខ្លះយើងចង់ឲ្យបានឃើញរូបភាពឃើញម៉ាកសញ្ញា logo ផលិតផលរបស់យើងតែផលិតផលខ្លះយើងអត់ត្រូវការពិពណ៌នាត្រូវការបកស្រាយបរិយាយឲ្យច្រើនយើងអាចប្រើមធ្យោបាយជាវិទ្យុផ្សេងបាទជាវិទ្យុឬក៏ជាមធ្យោបាយផ្សេងដើម្បីធ្វើម៉េចឲ្យវាមានប្រសិទ្ធភាពនៃសារដែលយើងចង់បង្ហាញទៅបាទអញ្ចឹងមួយទៀតគឺជាចំណុចចុងក្រោយបាទសូមបញ្ជាក់អំពីមធ្យោបាយនៃការផ្សព្វផ្សាយនេះដែរបាទគឺក៏វាពាក់ព័ន្ធទៅនឹងពេលវេលាតើយើងគួរតែធ្វើការផ្សព្វផ្សាយនៅពេលណាដែលគេចូលចិត្តមើលច្រើនបើសិនជាយើងផ្សាយនៅក្នុងបណ្ដាញសង្គមយើងមើលថាតើបណ្ដាញសង្គមណាដែលមានអ្នកមើលច្រើនបាទហើយទូរទស្សន៍យើងមើលថាទូរទស្សន៍ណាដែលគេចូលចិត្តមើលច្រើនម៉ោងណាពេលណាដែលគេទំនេរមើលកម្មវិធីណាច្រើនជាងគេអញ្ចឹងយើងជ្រើសរកម៉ោងនោះទៅគឺបាននាំសាររបស់យើងទៅដល់ទស្សនិកជនបានច្រើនគ្នាក្នុងពេលតែមួយនេះបាទអញ្ចឹង M ទី5បាទគឺ measurement ពាក់ព័ន្ធជាមួយនឹងការវាស់វែងលទ្ធផលនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងបាទអញ្ចឹងការវាស់វែងមើលថាតើការផ្សព្វផ្សាយពីផលិតផលរបស់យើងមានប្រសិទ្ធភាពឬអត់អញ្ចឹងយើងអាចធ្វើការវាស់វែងពីប្រសិទ្ធភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងបានតាមរយៈកំណើននៃការលក់បាទអញ្ចឹងយើងអាចថាមុនការផ្សព្វផ្សាយពាណិជ្ជកម្មក្រោយការផ្សព្វផ្សាយពាណិជ្ជកម្មតើការលក់របស់យើងមានការប្រែប្រួលមានការកើនឡើងយ៉ាងម៉េចដែរអញ្ចឹងយើងអាចវាស់តាមរយៈការលក់របស់យើងបាទទី2យើងអាចធ្វើការវាស់វែងអំពីចំនួនអ្នកមើលការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងកាលណាគេបានមើលបានឃើញពីការផ្សព្វផ្សាយពាណិជ្ជកម្មអាហ្នឹងគឺជាចំណុចមួយដែលយើងអាចវិតម្លៃបានថាគេបានស្គាល់ពីផលិតផលរបស់យើងច្រើនហើយគេអាចនឹងទិញផលិតផលរបស់យើងច្រើនក៏ប៉ុន្តែចំណុចនេះដែរដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងថាការផ្សព្វផ្សាយពេលខ្លះយើងធ្វើទៅរៀបចំវីដេអូនៃការផ្សព្វផ្សាយទៅមិនសូវបានល្អអញ្ចឹងពេលខ្លះផ្សាយទៅអតិថិជនបានទៅដល់អតិថិជនទេប៉ុន្តែគាត់អត់យល់បាទគាត់មើលអត់យល់មិនដឹងថាផ្សាយពីអីដូច្នេះមានអ្នកមើលច្រើនក៏ប៉ុន្តែគាត់អត់យល់ដូច្នេះយើងអាចមើលទៅលើការលក់របស់យើងទៅវិញគឺការលក់របស់យើងវាអត់កើនបាទអញ្ចឹងយើងមើលឃើញអ្នកមើលច្រើនប៉ុន្តែការលក់អត់កើនអញ្ចឹងក៏វាអាចធ្វើការប្រៀបធៀបនេះបានដែរអំពីប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់យើងហើយមួយទៀតគឺសម័យនេះគឺបងប្អូនភាគច្រើនតែធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាម social media ដែលមធ្យោបាយនេះគឺមែនតើវាមានរង្វាស់សម្រាប់យើងហើយស្រាប់បាទអញ្ចឹងដូចជាតាម Facebook បងប្អូនអាចវាស់តាមរយៈការគេហៅថា reach ណាការដែល Facebook នាំសារយើងទៅដល់ហើយនឹងមួយទៀត engagement បាទហើយនឹងការលក់បាទការលក់មានន័យថាការឆ្លើយតបតាមរយៈ Messenger ការសួរព័ត៌មានការវិជាទិញអីតាមរយៈ Messenger inbox របស់យើងបាទអាហ្នឹងគឺយើងអាចឃើញមានប្រសិទ្ធភាពបើសិនជាយើងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍អីគឺវាអត់មានរង្វាស់ហ្នឹងទេតោះតែយើងអាចសួរតាមរយៈអ្នកមកទិញយើងបានឃើញតាមអីបាទឬក៏យើងអាចប្រើក្រុម marketing ដើម្បីទៅ survey បន្ថែមទៀតតើបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងឬទេឃើញហើយបងប្អូនយល់ឬមិនយល់អីហ្នឹងគឺយើងអាចប្រើក្រុម marketing ដើម្បីទៅធ្វើការវាស់ទៅទៀតប៉ុន្តែយើងប្រើតាមមធ្យោបាយ social media នេះគឺវាមានរង្វាស់ហើយស្រាប់ដែរបាទហ្នឹងគឺជាចំណុចសំខាន់សម្រាប់បងប្អូនដើម្បីធ្វើការសិក្សាស្វែងយល់អំពីការផ្សព្វផ្សាយពាណិជ្ជកម្មធ្វើម៉េចឲ្យបានល្អប្រសើរនេះផងដែរអញ្ចឹងទេបងប្អូនដែលមិនទាន់បាន subscribe channel របស់ខ្ញុំសូមអញ្ជើញ subscribe channel របស់ខ្ញុំឲ្យបាន
ច្រើនបាទដើម្បីទទួលបានព័ត៌មានថ្មីបន្ថែមទៀតដែរបាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្នេះនិងសូមអរគុណច្រើនបាទសូមជម្រាបលាបាទសូមអរគុណ